ចំណុចទី3ខុសគ្នាណារវាងរចនាសម្ព័ន្ធគ្រប់គ្រងសម្រាប់អាជីវកម្មកម្រិតតូចរចនាសម្ព័ន្ធគ្រប់គ្រងមិនផ្លូវការបត់បែនលឿននិងបុគ្គលិកធ្វើការច្រើនមុខយើងសាកសម័យមើលអាជីវកម្មដែលម្ចាស់អាជីវកម្មធ្វើខ្លួនឯងគឺគាត់ចូលរួមធ្វើការជាមួយនឹងបុគ្គលិកនឹងគាត់ធ្វើច្រើនមុខគាត់អត់មានបានធ្វើកំណត់ថាអ្នកណាត្រូវធ្វើលើការងារអីអ្នកណាត្រូវធ្វើលើការងារអីនោះច្បាស់លាស់ទេគឺធ្វើទាំងអស់គ្នាតែម្ដងធ្វើរួមគ្នាហើយហ្នឹងគឺម្ចាស់អាជីវកម្មគឺនៅជាមួយនឹងអ្នកធ្វើការងារនឹងហើយហើយន័យថាគាត់បង្កើតអាជីវកម្មដើម្បីគាត់ធ្វើហើយគាត់អត់បង្កើតអាជីវកម្មដើម្បីគ្រប់គ្រងដឹកនាំទេចំណែកអាជីវកម្មកម្រិតមធ្យមមានរចនាសម្ព័ន្ធផ្លូវការនិងមានការរៀបចំគ្រប់គ្រងច្រើនកម្រិតអញ្ចឹងបានន័យថាអាជីវកម្មកម្រិតមធ្យមហ្នឹងគឺគាត់មានរៀបចំប្រព័ន្ធគ្រប់គ្រងដឹកនាំច្បាស់លាស់